សួស្តីបងប្អូនបាទតើចូលឆ្នាំនេះបាទបងប្អូនបានដើរលេងណាខ្លះអូខេហើយបងប្អូនបានញ៉ាំទឹកប្រហែលលីត្រដែរក្នុងមួយថ្ងៃបងប្អូនបាទរដូវនេះគឺជារដូវក្តៅបាទអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនព្យាយាមញ៉ាំទឹកឲ្យបានច្រើនបាទនេះបងប្អូនជាពិសេសបើសិនជាបងប្អូនពិបាកនៅក្នុងញ៉ាំទឹកសបាទបងប្អូនអាចលាយម្សៅតែដូចខ្ញុំនេះបងប្អូនបាទមានតែម្សៅតែនេះមកបងប្អូនលាយជាមួយទឹកបរិសុទ្ធនេះបាទយកមកអីក៏បានដែរស្រេចលើបងប្អូនទេបាទវាជួយជំរុញឲ្យយើងញ៉ាំទឹកបានកាន់តែច្រើនអូខេហើយបងប្អូនចងចាំបាទក្បួនញ៉ាំទឹកគឺសំខាន់បំផុតសម្រាប់យើងគ្រប់គ្នាបើជាបរោះយកគីឡូខ្លួនឯងឧទាហរណ៍ថា60គីឡូគុណនឹង 0.05 បាទបងប្អូនឃើញចំនួនទឹកដែលត្រូវញ៉ាំអូខេប៉ុន្តែបើសិនបងប្អូនស្ថិតក្នុងផែនការសម្រក់គីឡូបងប្អូនគួរថែម1លីត្រឬក៏កន្លះលីត្រថែមទៀតដើម្បីជំរុញក្នុងការឲ្យជួយស្រកគីឡូបានលឿនប៉ុន្តែជាស្ត្រីវិញយកគីឡូខ្លួនឯងគុណនឹង 0.04 អូខេកុំភ្លេច comment ប្រាប់ខ្ញុំផងថាបងប្អូនថ្ងៃនេះញ៉ាំទឹកបានប្រមាណលីត្រហើយអូខេចម្ងល់បន្ថែមបងប្អូនឆាតមក Facebook ឬក៏លេខទូរស័ព្ទរបស់ខ្ញុំអរគុណច្រើន